ព័ត៌មាន Reuters បានឲ្យដឹងថាគឺខាងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធបាទដោយហោះយន្តឧទ្ធម្ភាគចក្រពីលើរដ្ឋធានី Caracas របស់ប្រទេសវេណេស៊ុយអេឡាតែម្ដងដូចនៅក្នុងរូបភាពហ្នឹងបាទបានឃើញហ្នឹងឃើញទេបាទមានឧទ្ធម្ភាគចក្រចំនួន2គ្រឿងដែលហោះវឹកវើនៅពីលើរដ្ឋធានីនៃប្រទេសវេណេស៊ុយអេឡានៅថ្ងៃសៅរ៍នេះតែម្ដងបាទតែម្ដងដើម្បីត្រៀមសម្រាប់ប្រតិបត្តិការនៅក្នុងការជួយសង្គ្រោះបន្ទាន់នៅពេលណាដែលមានបញ្ហាអ្វីកើតឡើងបាទហើយនេះគឺជាលើកទី1ហើយដែលសហរដ្ឋអាមេរិកអាចធ្វើសមយុទ្ធនៅក្នុងដែនអាកាសរបស់វេណេស៊ុយអេឡាដោយគ្មានបញ្ហាអ្វីបន្ទាប់ពីកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកក្រោមបញ្ជារបស់លោកប្រធានាធិបតី Donald Trump បានចូលទៅចាប់លោក Nicolas Maduro ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាជាមួយនឹងប្រពន្ធរបស់គាត់ទាំងយប់យកមករដ្ឋធានីយកមកទីក្រុងញូវយ៉កដើម្បីកាត់ទោសបាទហើយពេលនោះក៏សហរដ្ឋអាមេរិកគ្រប់គ្រងអនុប្រធានាធិបតីវេណេស៊ុយអេឡាដែលជាអ្នកនិយមតឹងរឹងផងដែរក៏ប៉ុន្តែសហរដ្ឋអាមេរិកព្រមធ្វើការជាមួយអ្នកស្រីក៏ព្រមធ្វើការជាមួយដើម្បីឲ្យមានទំនាក់ទំនងល្អឡើងវិញមានដាក់ទូតដាក់អីហើយនៅពេលដែលសារព័ត៌មានបានសួរទៅគឺខាងវេណេស៊ុយអេឡាបាននិយាយថាខ្លួនបានដឹងអំពីបញ្ហានេះគឺការដែលសហរដ្ឋអាមេរិកមកធ្វើសមយុទ្ធនេះគឺមានការអនុញ្ញាតពីប្រទេសវេណេស៊ុយអេឡាទេបាទអញ្ចឹងគឺខាងស្ថានទូតបានឲ្យដឹងថាលោក Francis Donovan ដែលជាមេបញ្ជាការនៃយុទ្ធភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកជិះយន្តហោះហ្នឹងតែម្ដងបាទមិនឧទ្ធម្ភាគចក្រនៃយន្តហោះស្លាបពីរហ្នឹងហើយចូលទៅដល់រដ្ឋធានីនៅ Caracas របស់វេណេស៊ុយអេឡាហ្នឹងហើយជួបជាមួយនឹងមន្ត្រីនៅទីនោះផងដែរបាទអញ្ចឹងគឺមេបញ្ជាការហ្នឹងសមយុទ្ធហ្នឹងមេបញ្ជាការនៅលើយន្តហោះហ្នឹងតែម្ដងបាទទៅចូលរួមជួបដើម្បីពង្រឹងចំណងតាក់ទងជាមួយនឹងវេណេស៊ុយអេឡាបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាការពិតទៅអ្នកណានៅសហរដ្ឋអាមេរិកនេះបើសិនជាចូលមកស្ដាប់ព័ត៌មាននៅពេលនេះគឺសូមអរគុណណាស់ពីព្រោះចុងសប្តាហ៍នេះគឺជាថ្ងៃសម្រាប់វែងផងណាមានការលក់ទំនិញចុះថ្លៃចុះអីច្រើនណាបាទកុំភ្លេច shopping Amazon នេះនឹងលក់ចុះថ្លៃច្រើនណាប្រិយមិត្តដែលអាចមានលទ្ធភាពទិញគឺទិញនៅពេលនេះគឺល្អណាស់ Memorial Day នេះគឺគេទិញទំនិញមួយចំនួនចុះថ្លៃច្រើនណាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនហើយព័ត៌មានដែលមានការចាប់អារម្មណ៍ទាំងនៅក្រៅប្រទេសនៅក្នុងសហរដ្ឋអាមេរិកនេះគឺមានប្រតិកម្មពីខាងតកែក្រុមហ៊ុនធំបន្ទាប់ពីក្រសួងបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានចេញគោលការណ៍ថ្មីទាក់ទងជាមួយនឹងអ្នកសុំ Green Card ណាដែលតម្រូវឲ្យទៅខាងក្រៅសហរដ្ឋអាមេរិកឲ្យទៅប្រទេសដើមវិញដើម្បីដាក់ពាក្យមកសុំ Green Card ឥឡូវហ្នឹងគឺមានម្ចាស់ក្រុមហ៊ុនធំមួយចំនួនល្បីៗនេះគឺគាត់មានប្រតិកម្មថាប៉ះពាល់ទៅដល់ការងាររបស់គាត់អីចឹងហើយដោយឡែកករណីមួយចំនួនដែលអ្នកដែលថាជួបការលើកលែងមិនអាចតម្រូវឲ្យទៅប្រទេសវិញបានគឺក៏មានតន់កំណត់ច្បាស់ថាអ្នកណាដែលមកដល់សហរដ្ឋអាមេរិកហើយអាចលើកលែងអាចសុំអាមេរិកឲ្យដូរឋានៈមកជា Green Card ហ្នឹងក៏អត់ទាន់ច្បាស់ទៀតបាទអញ្ចឹងយ៉ាងណាក៏ដោយគឺមានការពិភាក្សាគ្នាជាពិសេសក្រុមមេធាវីអន្តោប្រវេសន៍ហ្នឹងគឺមានការពិភាក្សាគ្នាដេញដោលខ្លាំងណាតាមបណ្ដាញសារព័ត៌មាននៅសហរដ្ឋអាមេរិកនេះណាបាទអញ្ចឹងអរគុណប្រិយមិត្តច្រើនដែលចូលមកស្ដាប់សម្រាប់អ្នកដែលមកទទួលព័ត៌មានសូមចាប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាណាបាទ